nhom Bricadona nhom bát thằng song há xôm thoại bằng cung Brete chế Bracun cướp bè ong nâng xôm chum riệp xúa bu miệng bong bồn dương tiếng ó xôm thơ xích đầy xin nát chỉ môi Brete chế cun cướp bè ong nâng bu miệng bong bồn dương phòng bát nhom Bricadona nhom bát chia sama chức sama cung Khmer Campuchia Krom nâu đồng bằng New England bộ dương men mô tả phiệp xômประกาศជាសាធារណៈក៏ដូចជាសេចក្តីអញ្ជើញចូលរួមពុំមានបងប្អូនយើងទាំងអស់បាទនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះសមាគមខ្មែរកម្ពុជាក្រមនៅតំបន់ New England នឹងប្រារព្ធពិធីបុណ្យអកអំបុកសំពះព្រះខែនៅមណ្ឌលថែទាំមនុស្សចាស់នៅ Lowell RT Daycare បាទនៅមកជួរសម្ពុះមាសហ្នឹងបងប្អូនយើងប្រហែលជាស្គាល់បាទអញ្ចឹងកម្មវិធីរបស់យើងនឹងប្រារព្ធឡើងពីម៉ោង9រងាចរហូតដល់ម៉ោង10បាទក្នុងកម្មវិធីនោះដែរសមាគមយើងក៏បាននិមន្តព្រះអង្គពីព្រះអង្គដើម្បីមកសម្ដែងពីរឿងរ៉ាវប្រវត្តិសាស្ត្រដែលកម្មវិធីដែលហេតុដែលកើតឡើងអកអំបុកនិងបណ្ដុំទូកសំពះព្រះខែបាទអញ្ចឹងមួយដងទៀតសូមពូមៀងបងប្អូនអញ្ជើញចូលរួមជាមួយពួកខ្ញុំទាំងអស់គ្នាដើម្បីយើងថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើងទុកមកបាទមកតិចទៀតយើងទៅ Lowell ដែលជួបគណៈកម្មការយើងកន្លងហើយបានពីរពិធីស្វាគមន៍លោកម៉ៃកូនិងរាយអង្គាសថវិកាទៅជួសជុលនិងកសាងសាលារៀនឡើងវិញនៅព្រំដែនខ្មែរថៃអញ្ចឹងសូមបងប្អូនតាមដាននិងទៅជួបគណៈកម្មការយើងទាំងអស់គ្នាបាទយើងអ្នកកម្មការដែលរៀបចំកម្មវិធីលោកម៉ៃកូអញ្ជើញមកនឹងសូមជម្រាបសួរព្រះតេជគុណនិងបងប្អូនពូវីទាំងអស់គ្នាបាទថ្ងៃនេះក៏យើងកម្មវិធីយើងគ្មានអីទេគាត់ថាយើងជុំគ្នាដើម្បីដឹងរឿងចំណូលចំណាយទីអញ្ចឹងយើងមានទាំងអស់គ្នាគណៈកម្មការយើងមកទាំងគ្រប់ទៅណាអ្នកខ្លះក៏ចូលរួមចាប់រវល់ប៉ុន្តែថ្ងៃនេះយើងបានចេញលទ្ធផលហើយផងពីផងបាទបន្តទៅនេះសមាគមខ្មែរកម្ពុជាក្រមដឹកនាំដោយលោកប្រធានអង្គកំទៀងថ្ងៃខាងមុខនេះពួកយើងនឹងប្រារព្ធពិធីបុណ្យអុំទូកមានន័យថាយើងនេះអុំហើយណាយើងកាន់តាធ្វើកម្មវិធីអកអំបុកសំពះខែនៅដូចខែនោះដែរបាទយើងដល់ហើយអញ្ចឹងបងប្អូនណាពូមីណាចង់ចូលរួមយើងជាអកអំបុកគាត់ខ្ញុំដាក់ធ្វើអីក៏ប៉ុន្តែពូមីចង់ចូលរួមដូងដលងអីហ្នឹងយកមកថ្វាយព្រះបានខ្មែរយើងអត់ប្រើប្រាយដូចយួនទេយួនវាមានប្រាយសូមថ្ងៃខែហើយនឹងពេលវេលាច្បាស់មកពួកខ្ញុំចាប់អារម្មណ៍មែនទែននេះគឺជាលើកទី1ពួកយើងគឺជាសមាគមខ្មែរកម្ពុជាក្រមមិនចង់ឲ្យខ្មែរយើងភ្លេចថ្ងៃអកអំបុកព្រោះអីមកទៅយើងនេះជាបណ្ឌពីនេះចាអញ្ចឹងសូមពេលវេលាហើយនឹងថ្ងៃច្បាស់មកបាទយ៉ាថ្ងៃគឺយើងមើលថ្ងៃទី5ខែ11ចាថ្ងៃទី5អូយើងធ្វើតែថ្ងៃសៅរ៍អាទិត្យទេបាទថ្ងៃទី5ខែ11ថ្ងៃទី8ហើយថ្ងៃទី8ថ្ងៃទី5ថ្ងៃរបស់គេប៉ុន្តែយើងធ្វើថ្ងៃទី8ទី3យើងយកថ្ងៃសៅរ៍អូខេខែ11ថ្ងៃទី8បាទយើងយកថ្ងៃសៅរ៍ពេលថ្ងៃឬពេលយប់ពេលយប់ពេលចាអញ្ចឹងមានន័យថាយើងចាប់ផ្ដើមពីម៉ោង7យប់រហូតដល់ម៉ោង12យប់ដែរយើងចាប់ដល់ម៉ោង6យើងចាប់ដល់ម៉ោង6ពីព្រោះអាខែហ្នឹងវដូរហើយយើងឆាប់យប់ឆាប់ល្ងឹតបាទចាប់5ម៉ោង6អូខេអញ្ចឹងកម្មវិធី
អបរបស់យើងនឹងធ្វើក្នុងខែ11ថ្ងៃទី8ត្រូវមួយថ្ងៃសៅរ៍ ទៅនឹងថ្ងៃសៅរ៍មក location នៅកន្លែងចា យើងរាពីអត់ចូលទេគេយើងមានដល់ នៅផ្លាសាយើងដដែលនៅផ្លាសាសំពៅមាសជាមួយគ្នាប៊ីលឌីងមួយគ្នាគាត់ទៅខុសកន្លែងនេះ វិញមកនេះគ្នាfree យើងធ្វើនៅហ្នឹងប៉ុន្តែមានភ្លេងព្រាត់រំឬក៏គ្រាន់តែមកជួបជុំគ្នា ចាអានេះគាត់ជួបជុំគ្នា អូយគាត់គាត់ជួបជុំគ្នាមហូបពេលយើងដូនេតមកពួកយើងម្នាក់មុខអីចឹង ចាអានេះគឺជាសឡូ តាមពិត អត់ឡាយឈើមានពាក់ពេញមកអកមកនិយាយរួមតែយើងមកអកមក ចង់ធ្វើមិន mấy ngày mà tê đấy bọc chê tẹo lộn chê chứ nó dường ai nó đùng cao ចឹងចង់បញ្ជាក់ phần ngày ហើយ ra បងប្អូនមកបញ្ជាក់ណា đôn ខែ11ថ្ងៃទី8ចាប់ពីម៉ោង6ល្ងាចទៅនេះគឺអត់មានលក់សម្បត្តិលក់អីទេហើយបងប្អូនឲ្យតែផ្លែឈើយកមកចោះមានចេកក៏ដោយលហុងក៏ដោយអីក៏ដោយតែផ្លែដូងផ្លែអីនោះ phai lục គឺយើងមកនេះគឺអត់បងសម្រាប់តែខែបាទដូច្នេះឲ្យតែផ្លែឈើត្រូវហើយផ្លែឈើត្រូវហើយបាទ ហើយមកកន្លែងនេះប្រហែលធ្វើជូនអត់គ្រប់ដែរប៉ុន្តែបើមានយកតាមគ្រួសារអាចយកតាម នោះបើសិនជាមានបើមានលក់នៅទីផ្សារបងប្អូនគួរតែទិញម្នាក់បន្តិចអ្នកទីមកបាទ bao luôn rồi đôn ប៉ុន្តែមកនឹងខាងបងស្រីដែលជាប្រធានសមាគមខ្មែរនេះគាត់បានរៀបចំខ្លួនហើយហើយបាទដូច្នេះគ្រប់សូមឲ្យបងប្អូនយើងជ្រាបហើយមកអត់មានលក់សម្បត្តិអត់មានអីទេគឺមក free ចូលមក free មកសប្បាយទាំងអស់គ្នាគឺសប្បាយមុនប្រពៃណីហើយបើសិនអាចស្លៀកពាក់ជាសម្លៀកបំពាក់ប្រពៃណីស្រីក៏ដោយប្រុសក៏ដោយគឺល្អមើលមែនទែនស្អាត ក៏ប៉ុន្តែសូមបញ្ជាក់ថាថ្ងៃនេះប្រហែលជាកម្មវិធីរបស់ DK ហើយកម្មវិធីដែលមានប្រកបានយើងមានលេខប្រពៃណីតាម បាទនោះបងស្រីមានកម្មវិធីអីផ្សេងបន្ថែមពីនោះដូចថ្ងៃមុនអីតាំងយូស្នេហ៍អីចឹងហើយមានរឿងតាំងយូស្នេហ៍មានដែរបាទ ជាកម្មវិធីនៅ រំរែកក៏សប្បាយ ពួកខ្ញុំចង់ធ្វើតាមរបៀបខ្មែរក្រម ចា មានព្រៀបចំនិយាយគាត់អស់មកគាត់ធ្វើពិធីសំពះប្រថែមិនប្រសងសូត្រមន្តទេសនារៀបរាប់ពីប្រវត្តិពីវិស័យសំពះថតទេថតពីវិស័យខ្ញុំតើលីងតទេហើយចាក់ទុំកន្លែងនេះគេសំសានសប្បាយខ្លះព្រោះយើងធ្វើកម្មវិធីនេះប្រហែល1ម៉ោងទៅ2ម៉ោងរួចរាល់អស់ហើយមានកម្មវិធីកំសាន្តឲ្យសប្បាយ តាមចៅវាហ្នឹងប្រហែលជាខ្ញុំជឿថាមិនអត់ទេត្រូវមានអីបាត់ពូតិចពូទេ យ៉ាបន្តទៅនេះខ្ញុំសូមប្រកាសជាព័ត៌មានផងសំខាន់ហើយលើកដំបូងក៏ខាងសមាគមយើងធ្វើដែរគឺមក Thanksgiving របស់អាមេរិកគាត់យើងនឹងធ្វើនៅថ្ងៃទី2ថ្ងៃ11ហ្នឹងដែរយ៉ាងថ្ងៃទី12ថ្ងៃទី1យើងនឹងធ្វើពិធី Thanksgiving នេះយើងធ្វើបុណ្យមហាយើងអត់ថតទេបាទ ចា ឲ្យអ្នកដែលគ្មានផ្ទះសម្បែងបាទអ្នកគ្មានផ្ទះសម្បែងបាទ សូមបញ្ជាក់ឲ្យពូមីលោកអូនយើងដឹងថាយើងពីលោកកម្មវិធីនេះពូមីអាចដូចនេះខោអាវចាស់ដែររបស់មិនប្រើនឹងមិនប្រើឬយើងមិនជួយចាត់ប្រើហ្នឹងណាយើងអាចដូចនេះមកឲ្យសមាគមគាត់ខ្ញុំនៅថ្ងៃហ្នឹងពួកគាត់មកហូបហ្នឹងគាត់ឬយួរ ជឿនៅគាត់មក គួយ មកទៅគួយអត់ប្រើចា បាទគាត់ខ្ញុំមិនមានប្រកាន់ថាយើងធ្វើតែពូជសាសយើងនេះយើងធ្វើគាត់វិសាណាក៏យើងធ្វើដូចគ្នាហើយយើងក៏ស្វាគមន៍ទូទៅហ្នឹងមិនទេចាអំណាចគាត់មាន Turkey មានអីដែលគាត់អត់ទេក៏បងអូនមានចំពោះរឿងធាមកជួយគាត់ខ្ញុំធ្វើជាមួយគាត់ខ្ញុំក៏សូមសំជូនស្វាគមន៍ខ្ញុំនឹង donation Turkey ចាមិនកន្លែងយើងអត់មានចែក Turkey ទេកន្លែងយើងធ្វើការពីមុនមានប៉ុន្តែខ្ញុំពេលបងធ្វើអញ្ចឹងខ្ញុំមានការចាប់អារម្មណ៍ណាស់រឿងធ្វើមហូបហើយឲ្យបងប្អូនដែលមានគ្មានផ្ទះសម្បែងគាត់អាចមកទទួលទានអាហារឆ្ងាញ់មួយពេលហើយមានកន្លែងដែលឲ្យយើងឲ្យគាត់ហូបភេសជ្ជៈហើយមានឲ្យគាត់រើសជឿខោអាវសម្លៀកបំពាក់ដែលបងប្អូនជួយប្រើប្រាស់ឬក៏មិនចូលចិត្តប្រើប្រាស់ដែលអាចនឹងប្រើប្រាស់បាននឹងយកមកដាក់ពួកយើងនេះទទួលបងស្រីមានទីកន្លែងនេះនឹងទទួលហើយធ្វើ
บน Thanksgiving นึงคือสำหรับเนี่ยในคลิปอยากสมัยคลิปตีลมเนื้อเอากอดบานบนตู้ตีนอาหารนะเอาคลิปไฟจะเอาจังหวัดไปด้วยที่ออกคุณ donation turkey ហ្នឹងឆ្អិនឬមួយក៏ឆាបឆ្អិនក៏ចាបាទគឺឲ្យឆ្អិនសូមយកមកបាទធ្វើការនៅកន្លែងយើងនេះអត់មានអត់ទេថ្ងៃទី2សូមមិនទៅបាទសូមបញ្ជាក់ម្ដងទៀតធ្វើគីដែលបានចង់ donate ហ្នឹងគឺថាសូមខុកឲ្យហើយបាទឲ្យយកឆៅពីមុនមកអត់បានទេបានយកមិនមួយសប្តាហ៍យកទទួលឆៅបានសប្តាហ៍ទទួលឆៅយកមកយកមកថ្ងៃនេះអត់បានទេអត់ទេdonation មុនថ្ងៃ Thanksgiving របស់គេថ្ងៃ27ណាចាបាទយើងធ្វើមួយសប្តាហ៍ហើយបើយើងធ្វើតថ្ងៃហ្នឹងជាប់នេះគេអត់មកទេគេទៅរកឲ្យអញ្ចឹងយើងធ្វើគេទៅកាមេរីគេយើងទៅមុនល្អនៅបញ្ចប់យើងអស់រឿងហើយក៏ប៉ុន្តែសមាគមខ្មែរកម្ពុជាក្រមក្នុងប្រទេសវិញក៏សូមអរគុណសហគមន៍ខ្មែរយើងលោកទាំងអស់គ្នាបង teamwork ណាចាបងសេសេបងវណ្ណាខ្ញុំសង្ឃឹមថាពេលណាមួយយើងនឹងសហគមន៍ជាមួយគ្នាម្ដងទៀតកិច្ចការខ្ញុំឃើញការធ្វើស្បាយយើងទុកចិត្តគ្នាកន្លែងថាសំខាន់គឺយើងទុកចិត្តគ្នាទីចុងក្រោយយើងក៏សូមលើកដៃទាំងអស់គ្នាសូមអរព្រះគុណអរគុណពីបងប្អូនដែលបានឧបត្ថម្ភឲ្យនឹងចូលរួមកម្មវិធីរបស់យើងខ្ញុំសូមតិចដើម្បីបិទបញ្ចប់កម្មវិធីគឺខ្ញុំសូមយកឱកាសនេះប្រគេនពរប្រកាសណាគ្រប់ព្រះអង្គហើយក៏ដូចជាជនរួមជាតិទាំងអស់សូមឲ្យពរជ័យសូមឲ្យសេចក្តីសុខណាដែលអស់លោកប្រកាសណាគ្រប់ព្រះអង្គប្រាថ្នាសូមឲ្យសេចក្តីសុខនោះបានសម្រេចដូចសេចក្តីប្រាថ្នាអាយុទីធាអង្វែងចាំវណ្ណៈនៅចាំរូបស្រស់សុភាសុខៈប្រះចាកទុក្ខរូបកពលាវៃលៈវត្តនីចូលចម្រើនសូមសុខសប្បាយទាំងអស់គ្នាបាទសូមអរគុណសូមបិទផងបាទ